មុនវាយគ្នាមេតបគេត្រូវធ្វើអីគេស៊ើបការយកព័ត៌មានគេចង់ដឹងថាតាហ៊ានភាគីប្រខាងទៀតមានប្រមាណនេះសម្ភារៈបំពាក់ស្អីខ្លះអាវុធកម្រិតណាលេនដ្ឋានកម្រិតណាដើម្បីខ្ញុំប្រើកម្លាំងខ្ញុំប្រើអាវុធឲ្យចំអញ្ចឹងបើយើងខំទៅថតបង្ហាញអំពីស្ថានភាពទីតាំងឬមួយក៏ស្អីនៅយើងឬមួយក៏ការចល័តតបរបស់យើងវាស្មើនឹងឲ្យគេអង្គុយរាប់ទៅហើយអូអានេះមកប៉ុណ្ណេះយកទៅនេះចាំវាយទៅមិនបាច់ស៊ើបការទេស៊ើបការទៅអីព្រោះគេបង្ហោះតាម Facebook ហើយទៅតែឯងឡើងចុចទៅនិយាយមកការប៉ុណ្ណឹងព្រោះឥឡូវកំភ្លើងមួយសើកំភ្លើងមាន GPS សើកំភ្លើងអត់ចាំបាច់ទៅតម្រងអីទៀតទេគេវាយកូដចូលក្នុងកំភ្លើងធំវាយទៅបានយើងក៏មានគេក៏មានចឹងខ្ញុំសូមអំពាវនាវឲ្យបងប្អូនជាពិសេសកងទ័ពរបស់យើងព័ត៌មាននៅព្រោះឥឡូវទ័ពមួយសើ smartphone ដែរព្រំដែនរបស់យើងកន្លែងច្រើនសើមាន 3G 4G បាទកន្លែងក្រៅសើមានតែមាន 4G ការបង្ហោះព័ត៌មានអីនេះសម័យថៃដូចមានណែនាំមិនឲ្យបញ្ចេញសភាវុធបញ្ចេញអីរឿងគោលការណ៍កងទ័ពលក្ខការទីតាំងឈរជើងអាវុធសម្ភារៈប៉ុន្តែដើម្បីអីបងប្អូនយើងត្រៀមលក្ខណៈដើម្បីអីគោលដៅធំរបស់យើងទី1ការពារអធិបតេយ្យបូរណភាពរបស់យើងគ្រប់វិធីសាស្ត្របើជៀសពីសង្គ្រាមបានជៀសតែយើងទៅការពារទឹកដីមិនឲ្យបាត់ពីលីដែរតែបើជៀសមិនបានទៅវាយឲ្យឈ្នះហើយការពារអាយុជីវិតទាហានរបស់យើងឲ្យបានជាអតិបរមានេះជាគោលដៅរបស់យើង